អ្វីទៅដែលជាសិទ្ធិនិងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាមានអំណាច3គឺអំណាចនីតិបញ្ញត្តិអំណាចនីតិប្រតិបត្តិនិងអំណាចតុលាការហើយអ្នកមួយចំនួនបានចាត់ទុកនិងហៅថាអំណាចសារព័ត៌មានជាអំណាចទី4ប៉ុន្តែអំណាចសារព័ត៌មានត្រូវបានអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ1995ដែលច្បាប់នេះកំណត់របបសារព័ត៌មាននិងធានារ៉ាប់រងសេរីភាពសារព័ត៌មាននិងសេរីភាពខាងបោះពុម្ពផ្សាយឲ្យបានសមស្របតាមមាត្រា31និងមាត្រា41នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាអ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនត្រូវមានអព្យាក្រឹតភាពឯករាជ្យភាពគោរពសិទ្ធិមនុស្សតម្លាភាពនិងគណនេយ្យភាពយោងតាមច្បាប់ស្តីពីរបបសារព័ត៌មានជំពូកទី1មាត្រា5មាត្រា40និងមាត្រា41នៃរដ្ឋធម្មនុញ្ញបានចែងស្តីពីសិទ្ធិបញ្ចេញមតិតែសិទ្ធិនេះស្ថិតនៅក្រោមច្បាប់ករណីផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរនិងប្រយោជន៍របស់អ្នកដទៃជាក់ស្ដែងមានបុគ្គលមួយចំនួនបានប្រើប្រាស់បណ្ដាញសង្គម Facebook និងបណ្ដាញសង្គម Telegram មានឈ្មោះជាអង្គភាពសារព័ត៌មានគេហទំព័រដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានរបស់ខ្លួននោះមកផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសេចក្តីថ្លៃថ្នូរនិងប៉ះពាល់ដល់ផលប្រយោជន៍បុគ្គលដែលមិនបានសម្ភាសឬសួរនាំអ្វីទាំងអស់ដោយចេញផ្សាយជាសាធារណៈក្នុងលក្ខណៈជាប្រមាថនិងចោទតែម្ដងមន្ត្រីជួរក្រោមខ្លះបែរជាគ្មានប្រស្រីទេមើលមិនឃើញទុករាជតើអំណាចទឹកប្រាក់បិទភ្នែកមន្ត្រីឲ្យងងឹតសុនសុងដល់ពេលណាទៀតគឺបុគ្គលផិនផល្លានិងបពួកមិនត្រឹមតែដោះស្រាយតាមគន្លងច្បាប់ដើម្បីយុត្តិធម៌ពលរដ្ឋនោះទេបែរជារមាស់ដៃរមាស់ភ្នែករមាស់ត្រចៀកប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍ដើម្បីបំបិតមាត់អ្នកសារព័ត៌មានដែលហ៊ាននិយាយការពិតនោះខណៈអ្នកសារព័ត៌មានសច្ចធម៌ម្នាក់បែរជាត្រូវរងគ្រោះដោយនៃការតុលាការទាំងអយុត្តិធម៌បំផុតនិងជាការបង្ហាញឲ្យឃើញនៅពាក្យស្លោកបុរាណតែងតែពោលថាអ្នកតូចដេកដីអ្នកធំជិះដំរីតាមច្បាប់ស្រេចតែតាមរយៈលោកភឿនផល្លាបានដឹងថាក្នុងរឿងនេះលោកក៏ជាប្រជាពលរដ្ឋខ្មែរមួយរូបផងដែរនៅពេលដែលមានរឿងអ្វីមួយបានកាត់ឡើងដែលនាំឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះសេចក្តីថ្លៃថ្នូរនិងប៉ះពាល់ដល់ផលប្រយោជន៍ដែលនាំឲ្យមហាជននិងវិនិយោគជនមានការភ័ន្តច្រឡំនោះលោកមានតែដាក់ពាក្យបណ្ដឹងទៅកាន់តុលាការនៃព្រះរាជាណាចក្រកម្ពុជាដើម្បីស្វែងរកយុត្តិធម៌និងភាពស្អាតស្អំបែបជាអង្គភាពមួយចំនួនបានផ្សព្វផ្សាយថាគឺបុគ្គលផិនផល្លានិងបពួកមិនត្រឹមតែដោះស្រាយតាមគន្លងច្បាប់ដើម្បីយុត្តិធម៌ពលរដ្ឋនោះទេបែរជារមាស់ដៃរមាស់ភ្នែករមាស់ត្រចៀកប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍ដើម្បីបំបិតមាត់អ្នកសារព័ត៌មានដែលហ៊ាននិយាយការពិតនោះឯណាទៅសិទ្ធិរបស់បុគ្គលម្នាក់ៗដែលផ្សព្វផ្សាយលក្ខណៈចោទប្រកាន់និងគ្មានមូលដ្ឋានជាក់លាក់នៅពេលដែលមានការស្វែងរកយុត្តិធម៌និងភាពស្អាតស្អំបែរជាស្រែកថាអយុត្តិធម៌និងយកស្ថាប័នតុលាការជាឧបករណ៍បែបនេះក្នុងនាមជាអង្គភាពសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាគឺគ្រាន់តែចង់ឲ្យអ្នកសារព័ត៌មានក៏ដូចជាមហាជនទូទៅបានដឹងនិងគិតពិចារណាដើម្បីជាទីទុកចិត្តរបស់ប្រជាពលរដ្ឋព្រមទាំងជាភ្នែកជាច្រមុះជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពពិតនៅក្នុងសង្គមជារឿយៗឯកឧត្តមនាយភក្ត្ររដ្ឋមន្ត្រីក្រសួងព័ត៌មានណែនាំឲ្យអ្នកសារព័ត៌មានយកធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មានជាមូលដ្ឋានគ្រឹះសម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្តនិងក៏ជាអាវក្រោះយ៉ាងសំខាន់ក្នុងការការពារខ្លួនហើយសម្រាប់ជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មានត្រូវឈរលើមូលដ្ឋាននៃប្រភពព័ត៌មានច្បាស់លាស់បើការសរសេរព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នោះគឺជាការទទួលខុសត្រូវរបស់យើងទាំងស្រុងលើព័ត៌មានដែលខ្លួនបានផ្សាយហើយជាការខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន